មើលបានជាមួយមនុស្សប្លែកមុខបាទហ្នឹងហើយអ្នកគ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាទៅមើលបានជាមួយមនុស្សប្លែកមុខអ្នកគ្នាមើលបានឲ្យបានបុណ្យអ្នកគ្នាដោយសារយើងបានចូលរួមកម្មវិធីតុក្កតាផ្សារភ្ជាប់ក្តីស្រឡាញ់អ្នកគ្នាហើយម្យ៉ាងទៀតគឺ surprise មែនទែនមកអ្នកគ្នាគឺបងអាយខ្មៅហ្នឹងគាត់អ្នកលេងបានស្រាប់ទៀតមកមើលបានលើហ្នឹងម្ដងអីអូអ្នកគ្នាគាត់កលាករស្រីទៀតអ្នកគ្នាអញ្ចឹងសប្បាយមើលព្រោះគាត់អ្នកលេងបាល់ស្រាប់អញ្ចឹងហើយចង់ថ្ងៃនេះចាក់ខាងណាគេមានប្រកួតអីខ្លះខ្ញុំមកអត់តាន់ដឹងទេក្រុមអីប៉ះក្រុមអីសួរខ្មាស់គេងួរគឺមនុស្សច្រើនមែនទែនហ្មងអ្នកគ្នាគាត់ទៅហៅផ្លូវចូលនេះគឺពិបាកមែនទែនដោយសារយកធ្លាប់មកអញ្ចឹងយើងវិញអត់ដឹងគេចូលផ្លូវណាចូលជួននេះហ្មងអ្នកគ្នាអូយបាក់តិចអ្នកគ្នាជួននេះវាឲ្យចូលងាយស្រួលអ្នកគ្នាចុងក្រោយឈរក្រោយវាមិនដែរគ្រាន់តែចូលមកដល់ក្នុងអ្នកគ្នាមានរឿងទៀតហើយអ្នកគ្នាទៅមើលវីដេអូខ្លួនឯងចប់ហើយអ្នកគ្នាបាត់អ្នកផ្លែកមុខគេចង់និយាយអាវគ្គ scan សម្បត្តិហ្នឹងគេបានចូលអូសំតអញ្ចឹងអាវគ្គ scan ហ្នឹងគេចូលហ្នឹងមែនទេអូខេអញ្ចឹងគេផុតអីចឹងយើងអត់មានបែបទេអញ្ចឹងអូខេអញ្ចឹងបើឃើញវីដេអូនេះខ្ញុំសុំតបឲ្យលេខខមមិនមកគាត់ចូលខមមិនអត់អីណាគ្នាទៅបីបាត់មនុស្សផ្លែកមុខប៉ុន្តែភេរកិច្ចយើងក៏ត្រូវទៅមុខតមិនថានៅមានក្មេងៗជាច្រើនដែលត្រូវការតុក្កតាហើយមនុស្សច្រើនមែនទែនហ្មងអ្នកគ្នាឈរគ្រប់ទងជាតិជុំគ្នាចឹងហើយតែប៉ុណ្្នឹងអ្នកគ្នាត្រូវការតែសន្តិភាពហើយបើមានសន្តិភាពគឺមានក្តីសុខហើយអ្នកគ្នាតែក៏ដូចដែរពួកអាចុយផ្លែនេះវាចេះតែជន់មានវាចេះតែឆ្លៀនពៀនរហូតនិយាយគ្នាហើយមានបកាច់បកិនចង់ដាច់កដៅជន់ទៀតណាក៏ដូចម៉ែក្របវិញទៅមិនកំប៉ុងណាចេះជន់លេងរហូតចឹងបើចូលចិត្តប្រាប់មកចុយប្រៃនេះគេបើកច្រកឲ្យចូលជន់លេងបងហ្នឹងហើយក្មេងមើលច្រើនបងអូភ្លេចតែក្មេងមើលច្រើនសុំតបផងបងមើលធ្វើវីដេអូប្រយ័ត្នពាក់សម្ដីផងបងហ្នឹងហើយអ្នកគ្នាឥឡូវតែចេះថៃឥឡូវគេតតចប់តង់ទី1អ្នកគ្នាហើយដល់ពេលពិសេសតែយើងត្រូវទៅគប់តុក្កតាអ្នកគ្នាមើលវីដេអូតាមហ្នឹងពេលប្រទេសជាតិមានរឿងចឹងអ្នកគ្នាមិនដឹងថាប្រជាជនខ្មែរយើងចិត្តតែមួយហ្មងហើយដូចអ្នកគ្នាបានឃើញចឹងថាបងប្អូនជនភៀសយើងកើតឡើងច្រើនជាងតុក្កតាដែលយើងគប់ទៅទៀតអ្នកគ្នាចឹងអូនបែរទៅដើមគ្នាលេងណាព្រោះបងតបចូលក្រោយអ្នកព្យាយាមនឹងរួមតុក្កតាឲ្យពួកអណៃលេងបានគ្រប់គ្នាហ្មងចឹងបើសិនជាអ្នកគ្នាឃើញថាកន្លែងណាមានមូលនិធិបងកងតបឬក៏បងប្អូនជនភៀសសង្ឃឹមថាអ្នកគ្នានៅតែបន្តជួយអ្នកគ្នាព្រោះបងប្អូនជនភៀសមានច្រើនជាងតុក្កតាដែលយើងគប់ទៅទៀតអ្នកគ្នាហើយខ្ញុំជឿថាទាំងអស់គ្នាដែលបានចូលរួមកម្មវិធីតុក្កតាផ្សារភ្ជាប់ក្តីស្រឡាញ់ជឿថាអ្នកគ្នាសប្បាយចិត្តខ្លាំងហ្មងសង្ឃឹមថាគេនឹងធ្វើកម្មវិធីល្អចឹងម្ដងទៀតអ្នកគ្នាហើយជាចុងក្រោយអរគុណធីមទាំងពីរសងខាងហើយអរគុណអ្នកគ្នាដែលមើលមកដល់កន្លែងហ្នឹងបើសិនជាខ្ញុំនិយាយឲ្យទៅតិចកន្លែងណាសូមតអ្នកគ្នាទុកជាមុន